ទេសខ្មែរយើងមានសាសនាប្រចាំជាតិសូមកុំឲ្យក្លៀតថ្មីគ្មានរក្សាគ្រប់វ័យសាសនាព្រះពុទ្ធបរិសុទ្ធនៅក្នុងលោកខ្ញុំបាទជាតំណាងសមាគមទ្រទ្រង់ព្រះពុទ្ធសាសនាដែលមានលោកជឹមតុងបេងអ្នកស្រីជិនពេជ្រជាប្រធានហើយក៏បានមកដល់ផ្ទះបងប្រុសបងស្រីដែលរស់នៅមាត់ដងនេះក្នុងដងបងក្នុងដងហើយក្នុងដងហើយបងអត់មានដីធ្លីអីសោះអត់មានទេគាត់គឺហើយរស់នៅក្នុងដងទឹកតែបងបាទហើយសមាគមទ្រទ្រង់ពុទ្ធសាសនាក៏បានទទួលបច្ច័យដែលបងប្អូនបានចូលរួមតាមរយៈលោកជឹមតុងបេងអ្នកស្រីជិនពេជ្រនឹងមានឈូនវ៉ូសាមិនស៊ូបជួយអ្នកក្រីក្រ$100សួងមឿននិងសេងសុផលជួយអ្នកក្រីក្រ$50សម្បត្តិងួននិងអ្នកស្រីមុំងួនដាវីតជួយអ្នកក្រីក្រ$30រតនតាន់ជួយអ្នកក្រីក្រ$30គឺថាពួកគាត់ហ្នឹងគាត់បានចូលបច្ច័យគ្រប់គ្នាតាមរយៈសមាគមទ្រទ្រង់ពុទ្ធសាសនាដោយសារគាត់ឃើញសមាគមទ្រទ្រង់ពុទ្ធសាសនានឹងចែកជូនដល់អ្នកក្រីក្រយ៉ាងពិតប្រាកដអញ្ចឹងបាទទើបពួកគាត់មានទឹកចិត្តចូលរួមជួយហើយក្នុងថ្ងៃនេះដែរហ្នឹងគឺសមាគមទ្រទ្រង់ពុទ្ធសាសនាសូមជូនបងនៅអង្គ1ការុងណាបងណានឹងទឹកត្រី1យួរបងឃើញថាបច្ច័យអានហ្នឹងវាច្រើនតែខ្ញុំត្រូវចែកមិនគ្រប់ទីកន្លែងទាំងអស់បាទមិនមែនសម្រាប់ចែកមកគ្រួសារណាបងណាបាទហើយអញ្ចឹងទេសូមបងប្រុសបងស្រីទទួលណាបងណាបងសូមបងស្រីទទួលបាទកន្លែងនេះហៅភូមិគា3ឃុំគាស្រុកមួងឫស្សីខេត្តបាត់ដំបងបាទហើយអង្គច្រើនប៉ុណ្ណឹងហូបបានប្រហែលថ្ងៃទៅមកប៉ុណ្ណឹងហូបបានកន្លះខែជាងហើយចុះបងឃើញមានរទេះនេះបងរុញដាក់អីនំបញ្ចុកបងរុញនំបញ្ចុកដើរលក់បងហ៎អូគាត់ចាំកាពះអញ្ចឹងទៅណាបាទគួនបេះក្នុងដងផលិតអូដែលលបោចបេះផលិតបេះតគួនក្នុងដងហ្នឹងទៅណាបាទហើយទៅដល់បងក្របងអត់អញ្ចឹងតែមានខាងណាយកអំណោយមកចែកជូនទេបងអត់នេះជាលើកទី1ហើយដែលបងប្រុសបងស្រីបានទទួលអំណោយពីសមាគមទ្រទ្រង់ពុទ្ធសាសនាសូមបងស្រីបាទអញ្ចឹងជាលើកទី1ហើយណាបងណាបាទចុះគ្រប់កាល់គ្នាដែលគេថាមកចែកហេតុអីបានជាអ្នកក្រីក្រមិនបានទទួលខ្ញុំក៏ឆ្ងល់ដែរបាទតែបងឃើញហើយសមាគមទ្រទ្រង់ពុទ្ធសាសនាលុយផុកលុយផុងមកដល់ផ្ទះបងបាទយ៉ាងពិតប្រាកដហើយអញ្ចឹងក៏សូមជូនពរដល់ម្ចាស់អំណោយទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខនិងចម្រើនណាតោះគាត់ទាំងពីរដែរតំមុនគាត់ទាំងពីរដែរអត់គាត់ទាំងពីរដែរតំជូនពរអ្នកណាម្ល៉េះខ្ញុំសូមជូនពរនៅអ្នកសហរដ្ឋអាមេរិកដែលបានឧបត្ថម្ភឲ្យកទឹកត្រីខ្ញុំអ្នកក្រីក្រសូមឲ្យចាស់ដើមទៀននៅបានអាយុវែងបាទសូមអរគុណ